Hello ស្ដីអ្នកនាង admin welcome back so admin sorry គឺខ្លាំងដែលឯសារតែអត់បានចេញវីដេអូឲ្យអ្នកនាងរយៈពេល3-4 ខែហ្នឹង so ដើម្បីរំលាងកំហុសនេះ admin នឹងធ្វើពីភាគជូនអ្នកនាងប៉ុន្តែ កុំភ្លេចចុច subscribe កុំភ្លេចចុចទេអូខេកាលពី10ឆ្នាំមុននៅក្នុងលអាងរបស់នាងពោពេញទៅដោយមាសពេជ្រកែវកងស្រាប់តែមានក្មេងប្រុសម្នាក់ដើរមកក្មេងប្រុសម្នាក់នោះក៏ដាស់នាងនោះនាងស្រាប់តែបើកភ្នែកឃើញក្មេងប្រុសម្នាក់ដ៏សែន cute ហើយក៏និយាយទៅកាន់អ្នកនោះវ៉ាវទីបំផុតខ្ញុំអាចដាស់លោកបានហើយនាងក៏គិតក្នុងចិត្តថាតើខ្ញុំបានដេកយូរប៉ុណ្ណាហើយនៅពេលនេះថែមទាំងយកក្មេងនោះមកចិត្តទៀតផងនឹងសួរទៅកាន់ក្មេងនោះថាមនុស្សហាតើឯងមិនខ្លាចយើងទេក្មេងប្រុសនោះក៏តបNo ខ្ញុំគិតថាលោកពិតជាខូខ្លាំងណាស់នាងក៏គិតក្នុងចិត្តថាជាលើកដំបូងហើយក្នុងរយៈពេល1000ឆ្នាំទីបំផុតខ្ញុំបានទទួលការសរសើរបែបនេះក្មេងប្រុសក៏គិតក្នុងចិត្តដូចគ្នានាងពិតជាមានណាស់តើលោកមានដឹងរឿងវីរៈបុរសក្លាហានប្រយុទ្ធជាមួយនឹងនាងអាក្រក់ទេនាងក៏តបមិនដែលឮពីវាទេតើនាងនោះល្បីឬអត់មានសូមបើកវងកញ្ចក់មួយកន្លែងនេះគឺបងងាកយើងចាញ់បកក្មេងតែម្ដងក្មេងប្រុសក៏តបល្បីខ្លាំងណាស់គ្រប់គ្នាស្គាល់ពីគាត់បានចាប់ព្រះនាងមួយអង្គហើយបានសុំឪពុករបស់នាងឲ្យយកដុំមាសដ៏ធំមួយឲ្យគាត់បន្ទាប់មកណៃមួយបានយកឈ្នះគាត់ហើយបានសង្គ្រោះព្រះនាងនាងក៏តបគាត់ចេញដោយសារមនុស្សប្រសិនខ្ញុំជាគាត់ខ្ញុំពិតជាអាចទោជាមួយណៃហើយយកមាសទាំងអស់តែអ្នកនឹងចាប់ព្រះនាងរបស់ពួកយើងមែនទេប៉ុន្តែនាងគ្រាន់តែជាទីរួមវាប្រហែលជាខុសខើបន្តិចហេតុអីមកជាអ្នកមិនប្រកាសថាអ្នកនឹងចាប់ព្រះនាង10ឆ្នាំក្រោយយ៉ាងហោចណាស់ក៏នាងអាចរៀបចំខ្លួនរួចដែរចឹងនាងគិតក្នុងចិត្តមនុស្សម្នាក់នេះដូចធ្លាប់ស្គាល់តើខ្ញុំធ្លាប់ឃើញនាងពីមុនមែនទេលោកនាងខ្ញុំមិនមានកន្លែងគ្រប់គ្រាន់ទេតែអ្នកអាចខិតបន្តិចបានទេលោកនាងក៏តបនេះគឺជាក្រែរបស់ខ្ញុំហើយអ្វីដែលខ្ញុំត្រូវខិតនោះគេងនៅលើដីទៅហើយកូនស្រីរបស់ខ្ញុំមានចក្ខុហើយក៏លេខមកបងនាងយើងដោយ puppy eye តែម្ដងបងនាងយើងនឹងឆ្ងល់ហើយកូនស្រីយើងស្ដាប់និយាយណាតែអ្នកមិនដឹងទេថាព្រះនាងរស់នៅដោយជីវិតប្រណិតរាងកាយរបស់យើងមានភាពទន់ខ្សោយណាស់ប្រសិនជាយើងគេងមិនលក់ខ្ញុំអាចនឹងគាំងបេះដូងនៅពេលកណ្ដាលអាទិត្យនេះមកនេះយើងក៏គិតចិត្តថាបើសិនជាព្រះនាងនឹងអេតេទៅស្ដេចនឹងមកឲ្យមាសទៅគាត់ទេក៏សញ្ញាគេថាចាប់ទុកថាអ្នកមានភាពរឹងមាំអ្នកអាចគេងលើដីបានមែនអត់កូនស្រីយកមកបាយមកឲ្យនិយាយថាដូច្នេះប៉ុន្តែក៏ឃើញមនុស្សប្រុសដ៏សែន handsome and then កូនស្រីយើងក៏ក្នុងចិត្តថាអ្នកប្រែខ្លះជាមនុស្សគឺយ៉ាងនេះនឹងហើយបងអ្នកយើងក៏និយាយថាមនុស្សដ៏តូចកូនស្រីយើងក៏ក្នុងចិត្តថាមើលសាច់ដុំគាត់បងនេះយើងក៏បែរមកឲ្យគេគេងកុំស្លាប់ហើយកូនសញ្ញូក៏កើតក្នុងចិត្តទៀតហើយនឹងមុខដ៏សែនស្រស់ស្អាតគ្រប់អ្វីដែលគាត់ធ្វើគឺធ្វើឲ្យខ្ញុំមានអារម្មណ៍ល្អហើយបងនេះយើងក៏គិតថាយើងនៅត្រូវការកន្លែងបន្ថែមទៀតហើយក៏ខិតដល់ធ្លាក់ហើយក៏និយាយថាកុំហួសព្រំដែនពេកក្រែគឺសំលំសម្រាប់អ្នកឥឡូវនេះហើយកូនស្រីខ្ញុំទៅវិញថាវាល្ងាហើយខ្ញុំគ្មានភួយនៅទីនេះទេអើយហេតុអីមិនអាចឲ្យខ្ញុំនៅឆ្ងាយពីមនុស្សនោះហើយបងអ្នកក៏ប្រាប់ទៅថាអ្នកគេនឹងហើយតែមិនមើលទឹកមកកូនស្រីដែលខ្ញុំគ្រាន់ដោយកណ្ដាលខាងតែនចង់ឲ្យបងវិញមិនព្រឹកឡើងពិតជាមានណៃមែនដែលមកហើយណៃនឹងក៏និយាយថាដល់លេងលោកឪពុក Ivor នេះអាក្រក់ឈ្មោះរបស់កូនស្រីរបស់យើងគឺ Ivor ជាបើសិនadmin អានខុសអីកុំភ្លេចប្រាប់ admin ផងណាបងអ្នកយើងក៏និយាយថាលោកឪពុក Ivor ប៉ុន្តែខ្ញុំដូចចាប់ព្រះនាងតាហើយមើលស្មៃខ្លួនទំងើបពីដេកណៃក៏បាយថាតាអ្នកគឺជាអ្នក
ឬក៏អ្នកបញ្ជូនសារឬក៏អីផ្សេងខ្ញុំអត់និយាយបានខ្ញុំមិនត្រូវការអ្នកណាមកនិយាយសម្រាប់ខ្ញុំទេណៃនឹងក៏សួរទៅអ្នកថាតើអ្នកអាច transfer ទៅមនុស្សបានមែនអាយវ៉ាក៏គិតក្នុងចិត្តឡើងកៀងខ្ញុំឲ្យបញ្ជូនអ្នកមានអំណាចទាំងអស់នោះទៅឆ្ងាយតើប្រុសម្នាក់នេះមកពីណាអែនណៃនឹងក៏បង្ហាញរូបភាពទៅឲ្យអ្នកនឹងមើលអ្នកដែលអ្នកចាប់មិនមែនជាព្រះនាងទេគឺជាលោកឪពុកអាយវ៉ាព្រះវិហារបានចាប់ខ្ញុំឲ្យយកគាត់ទៅវិញគាត់គឺជាអ្នកនាំសារដ៏ពិសិដ្ឋរបស់ពួកយើងហើយគាត់ស្រីនេះក៏និយាយថារូបនេះគាត់បានហើយបងអ្នកយើងក៏ដឹងហើយស្រែកខ្លាំងៗថានេះគឺជាអ្នកខ្លាញ់ម្ល៉េះហើយអ្នកគ្នាមើលមនុស្សមានខ្លួនណាហើយអាយវ៉ាមានជាការកញ្ញាញ់ខ្លួនជាខ្លាំងហើយក៏គិតក្នុងចិត្តថា No ខ្ញុំអាចបកក្រោយបានទេហើយបែរមុខទាំងមុខមម No sir អ្នកច្រឡំមនុស្សហើយបងអ្នកយើងក៏និយាយថាអ្នកមិនអាចបកខ្ញុំបានទៀតទេអ្នកគ្មានប្រយោជន៍ទេសម្រាប់ខ្ញុំពេលនេះចេញពីរូបខ្ញុំទៅហើយណែនហ្នឹងក៏និយាយដែរលោកពុកអាយវ៉ាអ្នករកគ្នាកំពុងតែចាំអ្នកត្រឡប់ទៅវិញហេតុអីបានជាអ្នកនៅចង់នៅទីនេះទៀតហើយអាយវ៉ាទឹកភ្នែកលិញលងហើយក៏និយាយថាអ្នកនឹងខ្ញុំបានមកដល់ឆ្ងាយហើយខ្ញុំមិនអាចខ្លាចជាអ្នកនាំសារដល់ពិសិដ្ឋបានទៀតទេក៏អប់ខ្លួនឯងហើយអ្នកនឹងណៃហ្នឹងក៏មានជាការអែនកូនស្រីយើងក៏និយាយតខ្ញុំមិនអាចមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីក្លាយជាអ្នកនាំសារដល់ពិសិដ្ឋបានទៀតទេបើខ្ញុំត្រឡប់ទៅវិញគេនឹងកាត់ទោសខ្ញុំនឹងស្លាប់ក៏និយាយទាំងអត់ដឹងអីថាហេយើងបានត្រឹមតែគេមួយគ្នាប៉ុណ្ណោះហើយណៃហ្នឹងគាត់តែលឺចឹងលោកពុកអាយវ៉ាអ្នកមិនអាចខ្លាចជាបោជាចាទៀតទេហើយក៏ធ្លាក់ហូរអាយវ៉ាហ្នឹងទៅខ្ញុំមិនជឿសូមត្រឡប់ទៅវិញជាមួយខ្ញុំទៅហើយអង្វរព្រះជាម្ចាស់នឹងលើកលែងទោសឲ្យអ្នកអាយវ៉ាក៏ដាក់តែលើស្មាណៃហើយក៏និយាយថាណៃអត់មានយល់អ្វីដែលខ្ញុំចង់មានន័យមែនហើយអ្នកណៃហ្នឹងក៏រៀងបែកញើសហើយក៏និយាយថា alright ហើយក៏ទៅរត់ចេញទៅបាត់ហើយនេះក៏សួរណែយកគាត់ទៅមួយឯងហើយនេះយើងក៏និយាយថាខាត់ពេលឲ្យខ្ញុំចាប់មនុស្សខ្លាំងដែលគ្មាននរណាគេខ្វល់ហើយអីវ៉ាយើងមានឆ្លៀតកុំបារម្ភអីខ្ញុំនឹងមិនញ៉ាំសាច់របស់អ្នកច្រើនពេកទេហើយអ្នករបស់យើងគឺខឹងមែនតើណាថាឲ្យចេញពីទីហ្នឹងទៅហើយអីវ៉ាចាប់ផ្ដើមទៀតហើយចាប់ផ្ដើមជុំនៅគុំទៀតហើយ Mr. Neil បើសិនជាខ្ញុំអាចសាងសង់ប្រាសាទបានតើអ្នកអាចឲ្យខ្ញុំសាក់នឹងបានអត់បងនិយាយយើងក៏បានមកចេញហើយក៏និយាយថាអ្នកកុហកខ្ញុំមិនជឿជាក់អ្នកទៀតទេ and I វ៉ាយកឲ្យមានតែខ្វល់ពីសម្ដីអ្នកអីបន្តិចទៀតចាគឺមានជាការគូប្លង់គូអីជាខ្លាំងហើយក៏និយាយថាខ្ញុំនឹងគូរូបវាហើយក៏និយាយទៅកាន់បងនាងថាខ្ញុំនឹងគូរូបវាមើលទៅវារៀងភ្លឺជាងមាសនឹងត្បូងចិញ្ចាំងធ្វើពីមាសហើយព្យួរត្បូងគ្រប់ទីកន្លែងអ្នកអាចទុកផ្លែឈើនិងសាច់គ្រប់ប្រភេទក្នុងបន្ទប់ក្រោមដីដែលធ្វើពីគ្រីស្តាល់ក្រែទុំដែលតុបតែងឡើងដោយខ្សែមាសមានទំហំល្មមអាចទ្រទ្រង់រាងកាយអ្នកក្នុងទម្រង់ជានាគបានអាយវ៉ានិយាយបដាបងនាគយើងគិតចេញស្មោស្មៃឃើញរីកវាំងនឹងតែម្ដង and finally ថាដាបងនាគយើងក៏កាត់ក្នុងចិត្តវាល្អជាងការរំពឹងទុកហើយអាយវ៉ាក៏គិតក្នុងចិត្តដូចគ្នាដោយសារតែគាត់ពិតជាចូលចិត្តនឹងងប់ងន់នឹងភាពភ្លឺចែងចាំងខ្ញុំនឹងធ្វើឲ្យវាទាំងអស់នោះកាន់តែភ្លឺចែងចាំងតែម្ដងនៅតែកត់ក្នុងចិត្តប៉ុន្តែខ្ញុំចូលចិត្តនៅម្នាក់ឯងខ្ញុំនឹងដេញគាត់ចេញនៅពេលដែលប្រាសាទឬក៏នគរនោះធ្វើហើយអត់មានបើកវងកញ្ចក់តិចអត់មានពិតជា sorry ម្ដងអត់មានថាប្រាសាទម្ដងខ្លះទៀតអត់មានថានគរអញ្ចឹងណា so ឥឡូវហ្នឹងអត់មានហៅនគរមែនតើហៅនគរហ្មងព្រោះអីប្លង់នេះវាស្អាតពេកចាអាយវ៉ាយើងគឺបកាយគូប្លង់មែនតើអាយវ៉ារបស់យើងក៏កើតក្នុងចិត្តដូចគ្នាខ្ញុំនឹងគូសគ្រឿងសង្ហារឹមបន្ថែមទៀតហើយប្រកាសថាគាត់នៅចំណាយពេលធ្វើវាអស់ជាច្រើនឆ្នាំពេលនោះខ្ញុំអាចស្នាក់នៅទីនេះបានជារៀងរហូតហើយគេចាប់ផ្ដើមណែនាំក្រែណាមើលនេះគឺជាក្រែដ៏ប្រណិតដែលខ្ញុំបានរចនាសម្រាប់អ្នកមិនចាំបាច់ផ្លាស់ប្ដូរទៅជាទម្រង់មនុស្សពេលដែលអ្នកកេងទេក្រែត្រូវតែធំដើម្បីរក្សារូបរាងជាអ្នកដ៏ធ្ងន់របស់អ្នកត្រូវតែធ្វើពីអុកស៊ីឌានប៉ុន្តែពណ៌វារាងស្រអាប់
របស់ Obsidian មិនត្រូវគ្នានឹងនិស្ស័យដ៏ថ្លៃថ្នូររបស់អ្នកទេដូច្នេះវាគួរតែបិទដោយស្រទាប់មាសដ៏ក្រាស់និងឆ្លាក់ជាមួយនឹងលំនាំដ៏ប្រណិតចំណែកឯកម្រាលពុកខ្នើយនិងភួយត្រូវតែបានប៉ាក់ដោយខ្សែមាសផងដែរអ្នកនឹងគេងអបដោយក្រណាត់សូត្រស្រទន់និងស្រស់ស្អាតហើយបងអ្នកយើងក៏ទៅដូចទៀងតំណងដែរក៏អូខេហើយក៏ស្មេកស្មូគ្នាបងអ្នកយើងក៏ទៅរកសម្ភារៈអាយវ៉ននឹងគឺមានចង្កាឆ្លៀតខ្លាំងគឺបាយអញ្ចឹងណាហើយក៏កុំបារម្ភខ្ញុំមិនរត់ទេហើយក៏សម័យថានៅពេលដែលក្រែនឹងធ្វើហើយខ្ញុំនឹងអាច1 ម៉ោងក្រោយមកគ្រឿងផ្សំរបស់យើងមាន Obsidian ហើយនិងសម្លៃ and មាសហើយបងអ្នកយើងមានចង្ការព្រុសភ្លើងព្រុសអីធ្វើជាខ្លាំងហើយ4 ម៉ោងក្រោយមកបងអ្នកយើងក៏ធ្វើរួចរាល់ក្រែមួយហ្នឹងអាយវ៉នមានចង្ការ surprise គាត់បានបញ្ចប់វារយៈពេល4 ម៉ោងបងអ្នកយើងក៏អួតទៅវាគឺជាលើកទី1របស់ខ្ញុំដែលធ្វើរឿងនេះវាគ្រាន់តែចំណាយរយៈពេល4 ម៉ោងហើយវ៉ាយើងក៏នៅក្នុងចិត្តតាមអត្រានេះខ្ញុំនឹងគ្មានប្រយោជន៍ចំពោះគាត់ក្នុងរយៈពេលឆាប់នេះខ្ញុំមិនអាចត្រឡប់ទៅវិហារវិញទេ and so នេះគឺជាមូលហេតុដែល I want យកអត់ចង់ទៅវិហារវិញប៉ុន្តែអត់មានរៀងនិយាយជ្រៅតិចកៃអូខេ let's go អ្នកដឹកនាំដល់ពិសិដ្ឋនឹងត្រូវតែមានការគោរពយ៉ាងខ្ពង់ខ្ពស់ពីអ្នកជាប៉ុន្តែអ្នកទាំងអស់ហ្នឹងដែលជឿហ្នឹងគឺអត់ដឹងថាសាសនាហ្នឹងគឺអាក្រក់យ៉ាងណាទេអ្នកដឹកនាំដ៏ពិសិដ្ឋគ្មានសេរីភាពគ្មានឯកជនភាពគ្មានសិទ្ធិមនុស្សសិទ្ធិមនុស្សមានជាសិទ្ធិក្នុងការរស់នៅសិទ្ធិបញ្ចេញមតិយោបល់សិទ្ធិទទួលការអប់រំសិទ្ធិមានសេរីភាពសាសនាសិទ្ធិមានការងារធ្វើសិទ្ធិគោរពភាពឯកជនសិទ្ធិមិនរងការបំពានឬអំពើអយុត្តិធម៌សិទ្ធិចូលរួមក្នុងការដឹកនាំប្រទេសបើកមុខកញ្ចក់ការចុះឈ្មោះបោះឆ្នោតតែសិទ្ធិទាំងអស់ហ្នឹងគឺអត់មាននៅក្នុងសាសនាហ្នឹងទេគឺអត់ផ្ដល់ឲ្យតែម្ដងចឹងហើយបានអាយវ៉អត់ចង់ខ្លាចទៅជាអ្នកដឹកនាំដ៏ពិសិដ្ឋសូយើងចូលក្នុងសាច់រឿងយើងវិញហើយគេក៏និយាយទៀតថាអ្នកដឹកនាំដ៏ពិសិដ្ឋហ្នឹងស្រស់ស្អាតជាពិសេសគឺនៅស្រីនដើម្បីឲ្យអ្នកមានជំនឿលើសាសនាហ្នឹងជឿពួកគេធ្វើទៅសោកប៉ាន់ឲ្យអាចារ្យហ្នឹងឬក៏ខ្លាចទៅជាអ្នកដឹកនាំដ៏ពិសិដ្ឋទៅខ្លាចជារបស់លេងសម្រាប់ពួកអ្នកមានហើយក៏ចាក់ចេញពីវិហារហ្នឹងទៅតាមពួកអ្នកមានហ្នឹងហើយអីវ៉ានិយាយថាគាត់អត់មានលុយទេហើយក៏គាត់អត់មានស្គាល់អ្នកមានណាមួយដែរដូច្នេះហើយគាត់ខ្លាចទៅជាអ្នកពិសិដ្ឋហ្នឹងហើយកន្លែងនេះអាយវ៉ាគាត់ថាបើទៅតាមពួកអ្នកមាននឹងអាចមានសិទ្ធិល្អជាងនៅក្នុងព្រះវិហារហ្នឹងបានគាត់និយាយចឹងមានអ្នកជួនណៃឲ្យប្រកាសថាខ្ញុំទៅវិញបានលោកអ្នកប្រហែលជាលោកធុញហើយម្នេះមកចៅខ្ញុំម៉ាសាអាប៉ុន្តែលោកនេះគឺអត់មានយកចិត្តទុកដាក់អីទេគឺចាប់បោះដាក់នៅក្រោមតែម្ដងវាស្រួលខ្លួនខ្លាំងណាស់ហើយអាយវ៉ានៅតែបន្តនិយាយទៀតខ្ញុំមិនអាចម៉ាសាលោកបានទេនៅពេលដែលលោកជាទម្រង់នេះហើយបងអ្នកយើងក៏និយាយទៅខ្ញុំបានធ្វើក្រែទៅធំបែបនេះព្រោះតែខ្ញុំអត់ចង់ខ្លាចទៅជាទម្រង់មនុស្សនឹងឯងនោះចម្បាំងទាំងនោះគឺជារបស់អ្នកគេនៅនឹងទៅអាយវ៉ាយកគាត់ថាទៀតអត់មានចាប់អារម្មណ៍នឹងគាត់គាត់ឡើងស្អាតអីចឹងត្រូវហើយក៏គាត់ក្នុងចិត្តទៀតថាបើគាត់អត់ចង់ជួយខ្ញុំទេខ្ញុំនឹងទៅរកបរិបផ្សេងដើម្បីជួយខ្ញុំមានអីនិយាយហើយបើមានកំហុសខុសឆ្គងអ្នកគ្នាអាច comment ប្រាប់ឲ្យមានបាន let's go bye see you later